បាញ់ឡានមកតួឡានបងប្រោតជាងគេគឺអីគឺទឹកថ្នាំស្អាតនិងតាមកែមខកកែមអីបងការងារមួយគឺកម្រផ្លត់ស្នៀតហ៎បាទព្រោះគ្រប់ការងារគ្រប់ដំណាក់កាលសម្បីតែពេលឡានចេញក៏ខ្ញុំមើលឡានចូលក៏ខ្ញុំឆែកពេលចាប់ផ្ដើមក៏ខ្ញុំមើលបាទជាមួយនឹងជាងគឺខ្ញុំកម្រដាក់ចោលកន្លែងណាបាទបងប្អូនអរគ្នាឡាននេះយើងចិត្តរួចហើយបាទឡើងបានពីជំហៀងដបូលក៏រួចរាល់ដែរអញ្ចឹងមកសួរជាមួយនឹងបុគ្គលិករបស់ខ្ញុំបន្តិចបាទឡានហ្នឹងកន្លែងអ្នកបាញ់ត្រូវទេបាទបងបាទបាញ់ឡានមកតួឡានបងប្រោតជាងគេគឺអីគឺទឹកថ្នាំស្អាតនិងតាមកែមខកកែមអីបងហើយគុណភាពគឺមកអែមហ្មងបាទមើលទឹកដៃរបស់គាត់បាញ់អញ្ចឹងនៅជាមួយខ្ញុំបាទនៅសល់តែជាងប្រហែលជា5 6 7នាក់ទេបាទជាងយើងជាង10នាក់ក៏ប៉ុន្តែឥឡូវនេះយើងជំរុះចោលអស់ហើយបាទយើងទុកតែជាងណាដែលនិយាយស្ដាប់គ្នាបានបាទស្ដាប់គ្នាបានស្ដាប់មានច្បាប់មានទម្លាប់អីចឹងទៅបាទហើយអ្នកដែលមានទឹកដៃច្បាស់លាស់អីហ្នឹងអាចនៅបានហើយបាទអញ្ចឹងមើលទឹកដៃតែគាត់បាញ់បាទអញ្ចឹងគឺខ្ញុំប្រយ័ត្នជាងគេគឺតាមកែមបាទបន្ទាប់មកគឺការប្រើប្រាស់ទម្លាប់និងកាយបៀកបាទនៅកន្លែងរបស់ខ្ញុំគឺអត់ឲ្យប្រើទៅលើកាយបៀកច្រើនទេបាទកាលណាដែលយើងប្រើច្រើនវាអត់សូវមានគុណភាពបាទមួយទៀតគឺសាច់ខ្ញុំអត់ឲ្យមានរលកទេបាទការបាញ់ថ្នាំនៅរិទ្ធសាអូតូហ្វៀមហើយផ្ដោតសំខាន់ជាងនេះគឺតាមកែមបាទតាមកែមតាមអីហ្នឹងគឺសំខាន់ណាស់បាទបងប្អូនអញ្ចឹងនៅពេលដែលយើងបាញ់ស្មើសាច់ហើយបាទគ្រាន់តែបិទស្កុតមកហ្នឹងលបើកថ្នាំបាទអញ្ចឹងគឺវាអត់មានន័យទេអញ្ចឹងការងារគឺយើងធ្វើបែបនេះបាទទាំងទ្រង់ក្រោយហើយមួយទៀតការបាញ់ថ្នាំនៅរិទ្ធសាអូតូហ្វៀមបាទគឺមានច្រើនបែបមែនទែនហើយតម្លៃក៏វាទៅតាមនឹងដែរដោយសារតែពេលខ្លះយើងមានដមីពេលខ្លះយើងមានបកគ្រឿងអញ្ចឹងពេលខ្លះទេគឺយើងបកបាទទ្រង់ក្រោយយើងអាចលើកបានលើកទៅតាមភ្ញៀវដែលភ្ញៀវចង់បានបាទអញ្ចឹងការងារគ្រប់ទាំងអស់នៅរិទ្ធសាអូតូហ្វៀមបាទដូចខ្ញុំនិយាយដដែលអញ្ចឹងបាទពួកខ្ញុំនិយាយបានគឺខ្ញុំធ្វើបានបាទហើយចំពោះភ្ញៀវគ្រប់ភ្ញៀវទាំងអស់នៅពេលដែលគាត់មកទទួលឡានសឹងតែ100មានតែ1ឬក៏2ទេបាទខ្ញុំហ៊ាននិយាយបាទដោយសារតែការងាររបស់យើងមួយបងប្អូនឃើញហើយវីដេអូមុនក៏ខ្ញុំបានធ្វើបញ្ជាក់ជូនបងប្អូនដែរបាទអញ្ចឹងការងារមួយគឺកម្រផ្លត់ស្នៀតបាទព្រោះគ្រប់ការងារគ្រប់ដំណាក់កាលគឺខ្ញុំតែងតែមើលបាទសម្បីតែពេលឡានចេញក៏ខ្ញុំមើលឡានចូលក៏ខ្ញុំឆែកពេលចាប់ផ្ដើមក៏ខ្ញុំមើលបាទជាមួយនឹងជាងគឺខ្ញុំកម្រដាក់ចោលកន្លែងណាបាទពួកឯងដើរចោលបានចង់ដើរដែរបាទពេលខ្លះមានអារម្មណ៍ stress មែនតើចង់ទៅមួយថ្ងៃពីរថ្ងៃតែទៅអត់បានបាទភ្ញៀវខលបាទបុគ្គលិកក៏ខលភ្ញៀវក៏ខលអញ្ចឹងគឺពិបាកនៅក្នុងការដើរបាទពេលខ្ញុំមានតិចតួចទេ1ម៉ោងឬក៏2ម៉ោងសម្រាប់ពេលយប់អីបាទអញ្ចឹងអត់មានអីទេគាត់ថាចង់បង្ហាញបងប្អូនពីការងារខ្លះដែលធ្វើនៅរិទ្ធសាអូតូហ្វៀមបាទ